ជឿទៅបងប្អូនធ្វើជាមនុស្សល្អក៏មិនប្រកាសថាមានគេស្រឡាញ់ដែរណាខ្ញុំនិយាយមែនហើយដើរតួនាទីធ្វើជាអ្នកចាញ់ក៏មិនប្រកាសថាជីវិតយើងបានសុខដែរអ្នកខ្លះយើងចាញ់ថ្ងៃហ្នឹងថ្ងៃក្រោយវាឲ្យយើងចាញ់ទៀតកុំទៅខ្វល់សង្គមបច្ចុប្បន្នឥឡូវនេះរាប់បានរាប់មិនបាច់គឺកាត់ក៏បាត់ចោលរស់នៅផ្ទះរៀងខ្លួនបងធនាគាររៀងខ្លួនស៊ីបាយដេករៀងខ្លួនកុំទៅត្រូវពើមគេពេកចង់និយាយថាមនុស្សម្នាក់តែងតែមានសម្ពាធពីការងារសម្ពាធពីគ្រួសារសម្ពាធពីការរកស៊ីមិនជោគជ័យហេតុអីយើងទៅរាប់មនុស្សដែលមានសម្ពាធទៀតអ្នកខ្លះចូលមកជីវិតយើងប្រហែលតែប្រៀបដូចជាអាស្រពឹសចឹកអត់ស្គាល់សាច់អត់ស្គាល់ឈាមខ្ញុំហ៊ាននិយាយចឹងកាត់បានគឺកាត់ក៏បាត់ចោលរស់នៅផ្ទះរៀងខ្លួនជាពាក់ធនាគារដាក់ប្លង់យើងទេអត់មានទឹកខ្ចីប្លង់ពួកអរ៉ែងណាទេប្រឹងទៅ